អូខេសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកគីអាចដួងទៀតហើយព្រឹកគីម្ដងថ្ងៃគីម្ដងគីវារើចុះរើឡើងទៅដើម្បីវាឆាប់ស្ងួតបាទតែមើលមេឃដូចជាអត់សូវស្រួលទៀតទេបងប្អូនអើយលឿនមកទៀតហ្នឹងហើយមានបងប្អូនខ្លះគាត់ឆ្ងល់ចំវាយហាលអាចដួងនៅលើដបូលផ្ទះអញ្ចឹងអត់ខ្លាចទុំក្លិនដល់គេវីដេអូខ្ញុំធ្វើច្រើនដងប្រាប់គាត់ហើយគាត់ថាខ្ញុំមានថ្នាំនៅក្នុងការបាញ់កម្ចាត់ក្លិនហ្នឹងបងបាទហ្នឹងហើយអីយើងហាលចឹងហាលនៅលើអត់ចឹងតែម្ដងបងប្អូនអត់មានទៅហាលនៅណានៅណីទេបាទគឺហាលលើអត់ចឹងតែម្ដងបាទថ្ងៃឡើងជះចំដែរចំបាទល្បាក់ម៉ោង9ម៉ោង10ឬមិន10អីថ្ងៃមកដល់ធំហ្នឹងដែរមានណាអញ្ចឹងគឺយើងហាលអញ្ចឹងបាទផឹកគាងាយគាម្ដងផឹកងាយទៅបាទ3ថ្ងៃ5ថ្ងៃគឺស្ងួតហើយវាខែក្តៅលឿនណាបើតែខែនេះខែចាប់តាមមានភ្លៀងយើងរៀងពិបាកតិចជួនកាលវាមិនបានស្ងួតរើងស្ងួតមកយើងត្រូវជោគបាទជាលក្ខណៈថាមើលមេឃមើលតាមមេឃតែបើមេឃថាមិនស្រួលទេអូខេកាយឲ្យទុកសិនអានេះក៏ពិតត្រូវស្ងួត2ថ្ងៃមុនតែដោយសារភ្លៀងឥឡូវមិនទាន់បានស្ងួតទេនេះតែមួយថ្ងៃហ្នឹងចាប់ដួងធៀមលៀងពោះផងធ្វើមេបាពូជផងអាលមុខវាហ្នឹងគោក្នុងកធុនផ្សេងទៀតទុកសិនបាទនៅពេលដែលកាយវាច្រាក់អញ្ចឹងឬក៏ចាប់ចេញពីចំណៃវាយកធៀមលៀងពោះឬក៏ធ្វើមេបាពូជហ្នឹងគឺខ្ញុំពិច្រើនតែងតែបាញ់ក្លិនEMម្ដងហ្នឹងណាអញ្ចឹងបានខ្ញុំវាអត់មានបញ្ហាអីបាទបងប្អូនមើលជាក់ស្ដែងផ្ទះគេជុំវិញបាទជុំវិញស្រះផ្ទះបងប្អូននេះឃើញទេបាទជំនាញនោះគឺផ្ទះគេខាងនោះបាទជាប់គ្នាអញ្ចឹងហ្នឹងហើយសួរថាគេដឹងថាយើងចាំអីអត់មានដឹងទេហើយសួរមានក្លិនដល់ផ្ទះគេគឺអត់មានទេបាទអញ្ចឹងគឺយើងមានបទពិសោធន៍ថាយើងចេះការពារត្រឹមត្រូវគឺវាមានប៉ះពាល់គេទេឬបងនៅខេត្តខ្លះគាត់ចាំគាត់អត់ចេះការពារបាទតែពេលដែលអត់ចេះការពារមានបងម្នាក់ប្រាប់ដែរថា20គីឡូ20គីឡូ20ម៉ែត្រពីគ្នាផ្ទះលបងគាត់នៅខេត្តលបងខណ្ឌហ្នឹងគេចិញ្ចឹមនៅខាងគេនោះប្រហែលជា20ម៉ែត្របណ្ដោយលបងផ្ទះគាត់ដល់ពេលគាត់ដើរកាត់លបងផ្ទះគាត់គាត់សុំក្លិនទៅពេលមើលទៅគឺចិញ្ចឹមដួងហើយគាត់ឆាតសួរបាទឆាតសួរបងអានឹងក្លិនចឹងមែនព្រោះគាត់ចង់ចិញ្ចឹមដែរគាត់តាក់ទងមកខ្ញុំហើយគឺខ្ញុំប្រាប់គាត់ថាបាទក្លិនវាមានបងតែបើយើងការពារត្រឹមត្រូវក្លិនគឺអត់មានប៉ះពាល់ដល់គេទេបាទបើមានប៉ះពាល់ដល់គេមិនខ្ញុំហាលទៅពីចឹងបានកើតទេបងប្អូនណាហ្នឹងហើយអូខេអរគុណច្រើនវីដេអូនេះក៏បកស្រាយទៅប៉ុណ្្នឹងដែរចាប់ដើមធ្វើទៀតហើយបាទកាន់អានោះកាន់អីដូចគេនេះស្កាដូចគ្នាទេបាទតែយើងអានោះលើដបូលផ្ទះបងប្អូនអានោះនៅនឹងដីនឹងវាលហ្នឹងទៅអូខេអរគុណច្រើនពីបណ្ណាកណ្ដាលកលាតមានតែប៉ុណ្្នឹងណាបកស្រាយការហាអាចដួងណាបាទសំខាន់គឺអាកាសធាតុនោះអូខេអរគុណច្រើនបាយបាយលើកដៃសិន